ខេសួស្តីទាំងអស់គ្នាសួស្តីធីមរ៉ារ៉ាទាំងអស់គ្នាស្វាគមន៍មកកាន់ថ្ងៃទី26ភាគទី26ឥឡូវនេះយើងនៅលើកោះបាលីទាំងអស់គ្នានេះម៉ូតូខ្ញុំនេះក៏ប៉ុន្តែថ្ងៃនេះខ្ញុំសុំអត់ប៉ះម៉ូតូហ្មងពេលបិទតែវាខូចហើយខ្ញុំត្រូវយកវាទៅធ្វើនេះនិយាយទៅត្រូវដូរកម្មថ្មីមួយឈុតកម្មក្រោយហើយដូរកម្មថ្មីមួយឈុតកម្មក្រោយក៏ប៉ុន្តែថ្ងៃនេះគឺខ្ញុំសុំអត់ប៉ះហ្មងថ្ងៃនេះគឺខ្ញុំជិះម៉ូតូដប់ដើរលេងហើយដើរ explore នៅខាងក្រុងនេះគូតានេះហើយនឹងសេមាយ៉ាត់អញ្ចឹងគឺខ្ញុំអត់ជិះម៉ូតូទេទុកម៉ូតូនៅចោលហ្មង Bye bye only ដាសម្រាប់ថ្ងៃនេះស្អែកចាំយកវាទៅធ្វើថ្ងៃនេះគឺដើរលេងធម្មតាសិនអញ្ចឹងម៉ូតូទុកនៅនេះហើយចាំថ្ងៃស្អែកទៅជួបគ្នាទុកចោលនេះជិះម៉ូតូដប់ក្រាបហើយ me Cycling one yes go to the beach មកពេលទាំងអស់គ្នារកកន្លែងអង្គុយឃើញហើយនៅក្នុងម្លប់នៅមាត់សមុទ្រមានស្រីស្អាតមើលអែមែនតើអញ្ចឹងកាហ្វេមួយកែវហើយអាហារពេលព្រឹកបូកពេលថ្ងៃហើយចាំរហនឹកថាទៅណាទៀតធ្វើអីទៀតថ្ងៃនេះក៏ប៉ុន្តែថ្ងៃនេះគឺអត់ប៉ះម៉ូតូអត់ចង់ជិះម៉ូតូអត់ចង់ប៉ះម៉ូតូអត់ចង់កាន់ដៃជាកូនម៉ូតូអត់ចង់ខ្វល់លើម៉ូតូដោយសារ5,900 គីឡូហើយអញ្ចឹងពេលកៅស្អិតអូខេនេះកាហ្វេមកដល់ហើយកាហ្វេមកៅសូដាក្រូចឆ្មាមកកំកំប៉ុងនិយាយចង់កលាន់អូអែមជីវិតអែមអូខេទាំងអស់គ្នាអាហារពេលព្រឹកបុកនិងអាហារពេលថ្ងៃបានមកដល់ហើយគឺ egg muffin បបហាបាទនេះរស់ទៀតហើយខ្ញុំហើយមើលសមុទ្រគឺស្អាតខ្លាំងមែនទែនវ៉ាវអូយឆេះបបនេះវ៉ាវសមុទ្រI was caught in the middle. Never noticed how much I look like you. I was making all the riddles. How I always wanted to look like you. But I do. I look like you. Oh, I do. I look like you. For all the days and all the nights we didn't get to spend together, we will make it up from now and forever. បាយហើយឥឡូវកំពុងតែដើរនៅលើឆ្នេរអត់ដឹងថាដើរដើម្បីអីទេតែដើរមើលគេទាំងអស់គ្នាអ្នកដែលមើលវីដេអូខ្ញុំតាំងពីជំនាន់ណាជំនាន់ណីមកគឺដឹងស្រាប់ថាខ្ញុំចូលចិត្តទៅលើកោះនៅលើឆ្នេរដូចកោះរងសលឹមកំពង់សោមកាលជំនាន់មុនវិញ2016កាលខ្ញុំទៅជិះ GS ថ្មីកំពង់សោមទៅលេងមួយខែ4ដងហើយនោះហើយខ្ញុំខានមកសមុទ្រយូរមែនតើមួយឆ្នាំហើយលើកចុងក្រោយដែលខ្ញុំនៅឆ្នេរសមុទ្រគឺខ្ញុំនៅKrabi ហើយ Phuket កាលឆ្នាំមុនជិះម៉ូតូទៅសិង្ហបុរីឆ្នាំមុនតែមកដល់ឆ្នេរសាម៉ាយ៉ានៅបាលីនេះគឺចាំតិចចុកដៃមកដល់ឆ្នេរសាម៉ាយ៉ានៅបាលីនេះគឺធ្វើឲ្យខ្ញុំនឹកឃើញការជំនាន់ខ្ញុំអាសាទៅលេងកំពង់សោមមែនតើហ
ធ្វើឲ្យខ្ញុំនឹកអនុស្សាវរីយ៍ចាស់ចាស់ពេលដែលខ្ញុំនៅមាន six pack ដើរដោះអាវលើឆ្នេរជិត10ឆ្នាំមុន8ឆ្នាំមុនហើយមកនេះឃើញពួកផៗគេដើរលេងគេសាច់គេដោះអាវ six pack អីធ្វើខ្ញុំនឹកឃើញខ្លួនឯងកាលនៅនៅរៀងលយឥឡូវលេងហើយឥឡូវដើរលេងដោះអាវកើតហើយឥឡូវដើរលេងទៅចាំហត់ចាំជិះម៉ូតូដប់ទៅអូតែលវិញនៅនេះកីឡាដែលគេល្បីគឺ surfing ហើយខ្ញុំតាមពិតខ្ញុំចង់ surf មែនតើចង់ចេះ surf មែនតើតែគួរឲ្យសោកស្ដាយដែរអកុសលអីខ្ញុំអត់ចេះហែលទឹកស្ទាត់ដើម្បីអញ្ចឹងលេងកីឡាលើទឹកអត់កើតខ្ញុំចង់ចេះ surfing ហ្នឹងហ្មងចង់ខ្លាំងទេអា extreme sport ហ្នឹងវាស៊ីមត្រីមួយខ្ញុំហ្មងនិយាយត្រង់ I was caught in the middle. Never noticed how much I look like you. I was making up riddles. How I always wanted to look like you. នេះមកដល់អតាវិញហើយម៉ូតូចាំស្អែកចាំយកវាទៅជួសជុលអូខេទាំងអស់គ្នាមុនហ្នឹងនៅឆ្នេរសមុទ្រតបមកដើរមកតែលវិញងូយទឹកដូរកៅអៅដោយសារកៅអៅហ្នឹងវាសិតតែញើអញ្ចឹងណាឥឡូវគឺខ្ញុំចេញទៅញ៉ាំបាយនៅ Beach Club នៅ club នៅឆ្នេរដែលគេល្បីឈ្មោះថា Fins ហើយអញ្ចឹងខ្ញុំហៅ Grab ជិះទៅសិនទៅដល់នោះចង់ដឹងថាវាស្អាតប៉ុណ្ណាព្រោះកន្លែងហ្នឹងគេល្បីខ្លាំងមែនតើអញ្ចឹងយ៉ានៅឥណ្ឌូនេស៊ីនេះគឺស្រួលឡងថាយើងប្រើ Grab បានអញ្ចឹងមាន Grab ម៉ូតូដប់អញ្ចឹងយើងជិះម៉ូតូដប់ទៅថោក1រៀល2រៀលអីទេនេះដូចនេះអស់20,000រូបៀអញ្ចឹង15,000រូបៀវា$1អញ្ចឹងជិះ3-4គីឡូអស់អត់ដល់$2ទេអញ្ចឹងគឺថោកមែនទេឥឡូវគេមកយកខ្ញុំអានេះមិនមែន Grab sponsor ខ្ញុំទេគ្រាន់តែថាហ្នឹងជា tip and trick សម្រាប់យើង travel ឲ្យបានអស់ថោកនេះមូលហេតុដែលខ្ញុំអត់ជិះម៉ូតូខ្លួនឯងសុខចិត្តឲ្យ Grab ដប់ដោយសារវាស្ទះផ្លូវអញ្ចឹងពេលអញ្ចឹងខ្ញុំឆ្អែតនឹងស្ទះហ្នឹងឯងវា5,900គីឡូហើយអញ្ចឹងថ្ងៃនេះសុំសម្រាប់មួយថ្ងៃស្ទះផ្លូវខ្លាំងជិះនៅលើ sidewalk ទៅខ្មែរយើងអញ្ចឹងនេះPeaceful, I would recommend you go to East Bali. Okay. East Bali is more peaceful. Candidase, Karangasem. More peaceful. Wow, ទាំងអស់គ្នាមើលមេឃស្អាតខ្លាំងមែនទែនតែកន្លហើយខ្ញុំថាទៅ Beach Club នេះដើម្បីមើលថ្ងៃលិចមើល sunset តែឥឡូវ sunset ហើយនៅស្ទះផ្លូវអត់ទៅដល់ទេតែ3.6 គីឡូទេតែជិះមកយូរហើយនឹងបានន័យថាអត់បានមើល sunset ទេអញ្ចឹងថតឲ្យទាំងអស់គ្នាមើលតាមផ្លូវនេះទៅអូខេយើងមកដល់ Fin នេះonline booking walk in នេះទិញរបស់សិនយកកាមេរ៉ាធំចូលទេអញ្ចឹងគេដកកាមេរ៉ាចាំបាត់អីឥឡូវកំពុងតែថតពីទូរស័ព្ទឯងទាំងអស់គ្នាយកមិញក៏អញ្ចឹងដែរគេដកកាមេរ៉ារហូតទៀតទៅ
នៅក្លឹបធំគេដាក់យកកាមេរ៉ាធំចូលនោះnext level បងឥឡូវខ្ញុំនៅ Fin ក្លឹបនៅមាត់សមុទ្រគឺសាហាវលុយកុំតែថ្លៃតែលុយទៅដល់តមកយើងមកអង្គុយកន្លែងណាស្រាចិត្តតែភ្លេងតែមួយឯងហើយអត់យកសម្បត្តិចូលទេគាត់ថាវ៉ាត់កា Red Bull មួយកែវ10រៀល អូខេទាំងអស់គ្នាឥឡូវនេះចេញពី Fin Beach Club ហ្នឹងហើយឥឡូវទៅតាសិនមួយទឹកហើយនឹងខ្ញុំនឹងនាំដល់ទាំងអស់គ្នាទៅ club មួយទៀតខ្ញុំដឹងថាភាគ25 26នៅ25 26 27 28 29នេះគឺសុទ្ធតែ party ហ្មងព្រោះអីខ្ញុំជិះ25ថ្ងៃឯងឥឡូវគឺជាពេលវេលាដែលខ្ញុំត្រូវអបអរសាទរចំពោះខ្លួនឯងដែលអត់ងាប់ហើយអបអរសាទរចំពោះខ្លួនឯងដែលបំពេញក្តីសម័យមួយទៀតដែលខ្ញុំសម័យយូរហើយតាំងពីឆ្នាំ2017តាមពិតរឿងនេះត្រូវធ្វើតាំងពីឆ្នាំ2018ឥឡូវ2024ហើយបានតែបានធ្វើអញ្ចឹងវាអត់មានជាសាច់រឿងអីទេគឺកណិតក៏ប៉ុន្តែខ្ញុំសង្ឃឹមថាទាំងអស់គ្នានៅតែមើលព្រោះខ្ញុំនឹងនាំទាំងអស់គ្នាទៅក្លឹបដែលល្បីកន្លែងដែលល្បីសម្រាប់នៅកោះបាលីនេះសម្រាប់ការដើរលេងក៏ដូចជាការដើរលេងយប់អញ្ចឹងឥឡូវហៅ Grab ទៅមួយទឹកសម្រាប់ទីសិនហើយចាំចេញតទៀតព្រោះឥឡូវម៉ោងទៅតែ9 កន្លះទេបងប្អូនអូខេ
Grab ពី Fin នេះទៅអូតាខ្ញុំគឺតម្លៃ 27,300 វាដល់2រៀលទេហើយចម្ងាយគឺដូចជាប្រហែលគីឡូនេះអញ្ចឹងគឺទៅសិនឥឡូវនេះគឺដល់ម៉ោងគេចេញមកហើយគឺថា busy ខ្លាំងមែនទែនស្អាតគឺថាមនុស្សច្រើនមែនទែនច្រើនលើសពីស្ការស្មានទេមិន100នាក់ចូល1000នាក់មកមួយក្លឹបមួយកន្លែងគឺធំខ្លាំងមែនទែនហើយមនុស្សរាប់ពាន់នាក់មកសាហាវខ្លាំងមែនទែនវិស័យទេសចរគេខ្ញុំឃើញថាថ្ងៃអនាគតនឹងឃើញស្រុកខ្មែរយើងឡើងខ្លាំងយ៉ាងណាម៉ូតូខ្ញុំគឺ DK 3922 នៅនោះដុំនោះអូខេទាំងអស់គ្នាឥឡូវនេះមកដល់តែហើយមួយទឹកដូរកៅអៅទៅមកកន្លែងទៀតខ្ញុំអត់យកកាមេរ៉ាធំនេះទៅទេព្រោះគេអត់ឲ្យយកចូលដែរអញ្ចឹងទៅមកកន្លែងទៀត អូខេទាំងអស់គ្នាសួស្តីថ្ងៃនេះថ្ងៃទីប្រហែល20មកដល់នេះ25 26 27ថ្ងៃ27មិនដឹង28មិនដឹងនេះយើងដូរអូតែលទៅអូតែលមួយទៀតដោយសារអូតែលនេះយើងតនៅនឹងអត់កើតតែយើងទៅអូតែលមួយទៀតដែលតម្លៃប្រហែលគ្នាទេគឺ30រៀលមួយយប់ទៅចិត្តនឹងដែរទេផ្លូវតែមួយទេគាត់ណាតាមកចាំខាងស្អែកចាំយើងទៅដូរទៅឆាំងគូឥឡូវនេះខ្ញុំនៅសាម៉ាយ៉ាក់អញ្ចឹងចាំគេនៅនោះមួយយប់ហើយចាំយើងគិតមើលថាយើងគួរដូរទៅគេនៅឆាំងគូអត់ព្រោះយើងចង់ដូរបរិយាកាសហើយចាំ check in កន្លែងថ្មីហើយតម្លាក់អីវ៉ាន់ហើយចាំយើងទៅហាងមកកន្លែងដែលមានឈ្មោះថា Deus Ex Machina គឺជា brand អន្តរជាតិមួយហើយគឺជាហាងដែលជា inspiration របស់ខ្ញុំចង់ធ្វើហាងខ្ញុំមកដូចហាងគាត់នៅថ្ងៃអនាគតដើម្បីបរិយាបន្ថែមមុខរបររបស់ខ្ញុំអញ្ចឹងទៅមើលគេថាគេធ្វើបែបណាហើយដូចជាមានកាហ្វេដែរអញ្ចឹងទៅអង្គុយនៅហ្នឹងលេងថ្ងៃហ្នឹងគឺមានកម្រងតែប៉ុណ្្នឹងទេអត់ទៅណាទេនិយាយទៅបាលីនេះឥឡូវខ្ញុំដឹងហើយ
cái lại là bay để dân khơi là Instagram nắng cứ mình nói cho nó hay là về chẳng cứ lo mưa tại lo xì để về đại dương tới cứ ngay tiêu tôi đôi cái lại sát cái gate này cái thò ruột nắng cứ việc 80 kg bên này 80 kg bên này tới máu vì rồi học hay nè mưa hai tới chả chó nhóm đọc về chẳng nhóm nói mình nông phớp cho mùi đằng Instagram hữu phiếp mà sẽ lọc năng thế chẳng nhóm đá lên bài xịn nhóm đá lên bài dương chia nẹ luôn nơi nơi nâng môn dương đá nông krong vinh cái lại nhờ là bay nó tục ở kia tới thưa cho họ năng chẳng nhóm nôm đó thế mà mơ vlog bài play vinh trong ngày năng nhầm dừng tổ cái lại là đào lên dục ở play tiệt hay chầm pe chop trong nhầm thơ chili muối sẽ bị recommend nói tụi ngọt nè ha cua tới nè sông khánh ở ta là nhóm D nhấn cứ nơi nè search motion Grand Mass này nói cứ chiều ta là nhóm thời đế dùng đấy cọp tục cái hai ấy chẳng dương cho tôi chạy sẵn ôi dạ fucking chị ít chơi mấy họ thật cho phải lỡ mà to cái chạy sẵn đi sắp nữa nè đi sắp hello I have a reservation for the night. All right. Ok, tụi ngọc khá dương mà đào bắt tục thuê bà trận lư này dương mà đào bắt tục thay bà dương ấy hay ở tài ấy thao chiêng ở ta là nhóm nơi sao mình bèm mía anh ấy cứ thay bèm là mà dục anh nhóm nơi sao mấy sao mà ngái sao rồi bây giờ mà dục anh ấy tầm thay bèm nàyแต่ประตูตู้เชื้อคนตายยังอัดควาเลยควาหรือทางแต่มีหลายเกย์เนี่ยบ้านนะหลายจอบประตูมีซ้อนซอกมือประตูบ้านนะอันนี้มีซ้อนซอกจำมือประตูจอบหนึ่งพลือก็เป็นแต่มีซ้อนซอกในชอจำมือหนึ่งจังอะไรเนี่ยแล้วยมต่อยำใบสักงอกนี้ไอ้เนี่ยมองมาเลยงงปีละต่อใบมามัดสักงอกเนี่ยแถวok tụi ngọc này là nên nhom mà đó là hang mà tố đại nhom trong màu năng ấy cứ nụ Deus Ex Machina nó cứ brand vậy đại nhom trong thôi năng ngày nào cô đại bàn cứ đôi kia này cứ hang lụa ván phong ba phong restaurant phong chẳng chỗ được nông ngọc này ok tụi ngọc này thì cái chuyện tập việc nông hàng cái thông mình đến thông khăn mình đến
ធំជាងហាងខ្ញុំប្រហែលជា5ដងទៅហើយមែនតើតែហើយគេមាន apparel មានមួកមានអីចឹងហើយនៅខាងក្រៅមានបារហើយនិង restaurant អានេះគឺបារនៅខាងក្រៅបារនៅខាងក្រៅបើមកយើងដើរចូលទៅទិញអីវ៉ាន់ក្នុងបានអូខេទាំងអស់គ្នានេះគឺនៅក្នុង garage សម្រាប់ម៉ូតូ custom គេនេះហើយគឺចង់កែទៅគឺនេះគឺ garage គេនេះ workshop គេហើយនៅក្នុង workshop អញ្ចឹងកន្លែងនេះគឺគេហៅ open area សម្រាប់យើងអង្គុយធ្វើ event ធ្វើអីអញ្ចឹងទៅហើយនៅក្នុងនោះគឺ shop ហើយនៅខាងក្រៅនោះ restaurant bar វ៉ាវលយមែនតើដីសម័យរបស់ខ្ញុំហ្មងនេះដីសម័យរបស់ខ្ញុំគឺចង់បានអញ្ចឹងហាងខ្ញុំនៅ by Nature Store គឺ550ម៉ែត្រការ៉េអានេះប្រហែលជាខ្ទង់យ៉ាងហោចណាស់ក៏2500ម៉ែត្រការ៉េមិនក៏ដី200ម៉ែត្រ4ជ្រុងហ្នឹងអញ្ចឹងទៅរកឲ្យញ៉ាំសិនទៅរកតុកអង្គុយកុំឲ្យញ៉ាំហើយចាំដើរទៅរកទិញអាវយឺតឬក៏អាវធម្មតាកាក់មួយនេះអូខេទាំងអស់គ្នាខ្ញុំសយមែនតើមិញ manager គាត់មកនិយាយមកខ្ញុំគាត់សួរខ្ញុំមកពីណាអញ្ចឹងខ្ញុំប្រាប់ថាខ្ញុំអ្នកជិះម៉ូតូមកពីស្រុកខ្មែរជិះ5900គីឡូហើយ25ថ្ងៃហើយគាត់ថាព្រឹកមិញហ្នឹងគឺគេមានកម្មវិធី drag race នៅលើឆ្នេរសមុទ្រអូស្ដាយមែនតើខ្ញុំអត់ដឹងបើដឹងខ្ញុំទៅជួញប៉ណ្ណាំង drag នៅលើខ្សាច់នៅលើឆ្នេរសមុទ្រមួយគេបាត់ដោយសារខ្ញុំអត់ដឹងសយមែនតើឥឡូវគេមាននិយាយទៅកន្លែងគឺ multi cultural multi event ឥឡូវនេះគេមាន art exhibition ណាបានន័យថាការតាំងគំនូរូបថតបែបសិល្បៈបែបអញ្ចឹងទៅហើយសយវិញដោយសារព្រឹកមិញអត់ដឹងឥឡូវទៅហូប burger សិនចាំតិចទៀតចាំដើរទិញអាវព្រឹកមិញបើដឹងថាគេមានប៉ណ្ណាំងម៉ូតូប៉ណ្ណាំងអីទៅប៉ណ្ណាំងគេដែរបាត់ឥឡូវ burger មួយសិនហើយចាំតមើលអាវការទៅម៉ាឡេក៏ចឹងដែរការទៅម៉ាឡេគេតាំងពីពណ៌ម៉ូតូប៉ុន្តែណែខ្ញុំអត់ដឹងឥឡូវមកនេះអត់ដឹងទៀតជីវិតអូខេបន្ទាប់ពីទិញកាអាវទិញអីនៅ Dus ហើយខ្ញុំចេញមកខ្ញុំទៅក្លឹបមកកន្លែងក្លឹបក្រមដីមកកន្លែងហើយខ្ញុំភ្លេចឈ្មោះក្លឹបនឹងបាត់អីអញ្ចឹងចាំទៅក្លឹបនឹងអស់នេះតែទៀតហើយបងប្អូនអើយ From CK Moto Vlog ទៅទៀតហើយបងប្អូន We live on the ground យូទិញសបត់សិននេះទិញសបត់ហើយ200k 2សែន
cho ba game over. Take me back to the riverside, counting days, passing time. Yeah, we were young and so alive. Now it feels like another life. So can you tell me a different story? 'Cause the one I got, you know it's getting old. We had all the time in the world, now I just need more, I just need more. We had all the time in the world, now I just need more, I just need more. Take me down the desert roads. We crashed the car, getting stoned. Life is still all a mystery. Now it's all too clear to me. So can I feel again everything back then? 'Cause I'm so tired of getting old. We had all the time in the world, now I just need more, I just need more. We had all the time in the world, now I just need more, I just need more. We had all the time in the world, now I just need more, I just need more. We had អូខេទាំងអស់គ្នានេះគឺជាឆ្នេរតាមយ៉ាក់ពេលថ្ងៃរៀបលិចយើងឃើញនៅក្នុង Instagram គឺរូបស្អាតៗណាស់តែដល់ពេលបើយើងមកក្រៅវិញគឺមនុស្សណែនតាន់តាប់មកនេះឃើញមនុស្សច្រើនមែនទែនពេញមកចង់ធ្វើអីក៏ហត់ទៅជាប់មនុស្សដែរនេះទាំងអស់គ្នាឃើញម៉ែមនុស្សហ្មងនេះបាលីក្នុង Instagram លយស្ងាត់តែនៅក្រៅវិញកប់សេរីណែនដូចបនំទូកចឹងនេះខ្ញុំនាំបងប្អូនមកកន្លែងនេះដែលមានឈ្មោះថា Atlas នឹងគឺជា Beach Club ក៏ដូចជា Super Club ភ្លឺពេកទេឥឡូវដើរទៅ Beach Club នេះនៅជាប់គ្នាមួយអាតែគេ Fin ដែលខ្ញុំមកថ្ងៃមុនអញ្ចឹងដូរកន្លែងតិចចង់ដឹងរបៀបប្លែកប៉ុណ្ណាថ្ងៃនេះយកថ្ងៃច័ន្ទទេតែតម្រងជួរគ្នាមកហើយអត់មានច័ន្ទគៀពុតបរោះសារទៅទេនៅនេះគឺថ្ងៃណាក៏ណែនដែរថ្ងៃណាក៏មនុស្សថ្ងៃណាក៏ holiday ដែរលោកអើយបងទៅទៀតហើយលោកទៅទៀតហើយបងប្អូនអើយ
ដើម្បីបងប្អូនដើម្បីវីដេអូដើម្បី vlog Frosty Cape បន្ថយទៅទៀតនេះបន្ថយគីឡូបានមួយចានចូលអីណា Super Club ទៀតអញដឹងតម្លៃប៊ីយ៉ាមួយកែវបានទេហើយមរាយអើយក្លឹបម៉ាយធំណាស់ក្លឹបចង់ប៉ុន ER ណែមកបលឹមពេកអត់មានមនុស្សនេះមកបលឹមពេកមកបលឹមពេកអត់មានមនុស្សមកម៉ានទេឥឡូវ4កន្លះអត់មានមនុស្សនេះក្លឹបប៉ុណ្ណានៃនៅឆ្នេរសមុទ្រណាប៊ីយ៉ាប៊ីនតាំង 55,000 30,000 វា2រៀល 60,000 វា4រៀលប៊ីយ៉ាដល់ប៊ីយ៉ាមកដល់4រៀលណាប៊ីនតាំងហើយក្លឹបម៉ែប្រព័ន្ធយ៉ាបងថោកខ្លាំងបើផឹកតែប៊ីយ៉ាមកយកផឹកឈួតមកដល់ពេលវ៉ុតកា Red Bull មកកែវ10រៀលយកទៅ cocktail រៀងថ្លៃនេះតែបើប៊ីយ៉ាថោកមក អូខេសួស្តីទាំងអស់គ្នាសួស្តីធីមរ៉ាទាំងអស់គ្នាថ្ងៃនេះថ្ងៃទី14ខែ10ហើយខ្ញុំត្រូវហោះចេញពីបាលីនេះត្រឡប់ទៅខ្មែរយើងវិញនៅថ្ងៃទី16ខែ10អញ្ចឹងបានន័យថា2ថ្ងៃទៀតខ្ញុំទៅខ្មែរវិញហើយឥឡូវនេះខ្ញុំជាមួយនឹងម៉ូតូនេះគឺខ្ញុំជិះបាន 5,900 គីឡូហើយឥឡូវគឺដល់ពេល say goodbye ហើយខ្ញុំនឹងដោះយកកតាបយកអីវ៉ាន់យកអីចេញពីម៉ូតូនេះហើយខ្ញុំនឹងផ្ញើមីអូនលីដានេះទៅកាន់ទីក្រុងមេដានវិញឥឡូវនេះគឺយើងដោះជើងចាប់កាមេរ៉ាដោះកតាបដោះអីចេញដើម្បីយកវាទៅផ្ញើទៅកាន់ទីក្រុងមេដាននៃកោះសុមាត្រាវិញអញ្ចឹងដោះអីវ៉ាន់សិនបងប្អូន Hold the chair you never see until they disappear, and you fall to the ground. I'm the cold that shields the rain, to keep you dry. You never will complain. You don't need me in the sun, and I can't feel. Đó các bạn chênh hai rồi thấy hay giờ ní tập tục nông tục vĩnh to mà tiết
យកម៉ូតូទៅផ្ញើទៅមេដានវិញ yes អូខេទាំងអស់គ្នាឥឡូវគឺយកម៉ូតូទៅដាក់ផ្ញើត្រឡប់ទៅកោះស៊ូម៉ាត្រាវិញនេះទាំងអស់គ្នាគឺយើងជីបាន5,901 គីឡូអូដែលតង់ឆេះទេអូខេយើងទៅដាក់ផ្ញើហើយខ្ញុំដឹងថាពេលដែលខ្ញុំមកដល់បាលីនេះវីដេអូគឺកណេតកណាត់ដោយសារខ្ញុំអត់សូវថតច្រើនមូលហេតុដែលខ្ញុំអត់សូវថតច្រើនហ្នឹងគឺទី1ខ្ញុំចង់មានពេលសម្រាប់ខ្លួនឯងខ្លះអញ្ចឹងណាហើយក៏ទុកកាមេរ៉ាច្រើនហើយទី2គឺដូចទាំងអស់គ្នាដឹងថាម៉ូតូនេះបាក់កម្មក៏ប៉ុន្តែមិត្តភក្តិខ្ញុំគាត់ថាបាច់ឲ្យខ្ញុំជួសជុលទេរឿងកម្មហ្នឹងឲ្យផ្ញើទៅតាំងអញ្ចឹងទៅហើយគាត់ជួសជុលខ្លួនឯងវិញដោយសារគាត់មានហាងដែរអញ្ចឹងណាដល់ពេលអញ្ចឹងគាត់អត់ចង់ឲ្យខ្ញុំចំណាយលុយជួសជុលនៅកន្លែងគេដោយសារអីតម្លៃនៃការជួសជុលហ្នឹងក៏វាថ្លៃដែរព្រោះពេលដែលបាក់កម្មចេះគឺយើងមិនមែនដូរតែកម្មតែ1 2 3 4ហ្នឹងទេយើងត្រូវដូរមួយឈុតហ្មងដូរមួយកង់ក្រោយអញ្ចឹងហ្មងណាអញ្ចឹងក៏មិនបាច់ជួសជុលនៅនេះបណ្ដោយទៅគាត់ថាឲ្យផ្ញើទៅនោះហ្មងទៅហើយទី2ទៀតនោះគឺដូចខ្ញុំប្រាប់អស់គ្នាអញ្ចឹងថាកោះបាលីនេះគឺធំដល់ពេលអញ្ចឹងដូចកន្លែងដើរលេងអីគឺសុទ្ធតែ50-60 គីឡូឡើងលើទាំងអស់ហើយនេះ50-60 គីឡូផ្លូវចេះរហូតអញ្ចឹងគឺខ្ញុំជិះ5,900 គីឡូហើយដល់ពេលអញ្ចឹងរៀងក្នុងបាក់អីហើយណាមួយអាកន្លែងដើរលេងហ្នឹងគឺមនុស្សវាច្រើនពេលអញ្ចឹងខ្ញុំដូចវាជាវាអស់ចំណងហ្នឹងទៅត្មងជួមួយគេសម្រាប់ដើម្បីថតរូបមួយស្លឹកណាអញ្ចឹងខ្ញុំសម្រេចចិត្តថាអត់ហ្មងទៅនៅតែក្នុងក្រុងនេះបណ្ដោយនិយាយទៅមួយថ្ងៃនេះគឺខ្ញុំនៅគូតានៅសមាញ់ហើយនៅឆាំងគូនិយាយទៅខ្ញុំនៅតែមកប្លុកហ្នឹងទេអត់ទៅណាផ្សេងទេហើយដោយសារខ្ញុំម៉ូតូនេះវាបាក់កម្មដល់ពេលអញ្ចឹងជិះអត់កើតជីបានចេះតែបើជីមែនតើមកវាអត់បានដល់ពេលអញ្ចឹងគឺបើសិនជាខ្ញុំចង់ទៅដើរលេងគឺខ្ញុំត្រូវជួលឡានព្រោះវាឆ្ងាយពេក50 គីឡូគឺយើងជួល Grab ឡើងបានហើយ Grab គេអត់ទៅទេអញ្ចឹងត្រូវជួលឡានហ្មងជួលតាក់ស៊ីហ្មងហើយខ្ញុំសួរគេហើយតាក់ស៊ីគឺមួយថ្ងៃពេញគេយកចន្លោះពី60 រៀលទៅ80 រៀលជាងដល់ពេលអញ្ចឹងខ្ញុំអត់មានលុយទេព្រោះបាត់ចិត្តខ្ញុំសម្រាប់ trip នេះគឺខ្ញុំចាយចង់អស់ហើយអញ្ចឹងអត់មានលុយណាទៅជួលឡានជិះដើរលេងមួយថ្ងៃ80 រៀលអីទៀតទេហើយទិញ
ទិញសបុតចូលកន្លែងអីអស់ហ្នឹងទៀតគឺវាអស់លុយមកតង់ទៀតពេលអញ្ចឹងគឺខ្ជិលនេះបណ្ដោយខ្ជិលទៅណាហ្មងដើម្បីឲ្យសល់លុយតិចតួចទៅផ្ទះវិញនេះហើយផ្លូវមកផ្លូវគេសុខចិត្តទុកលុយទិញកាដូទិញអីផ្ញើប្រពន្ធផ្ញើកូនផ្ញើបងប្អូនអ្នកផ្ទះវិញចាំលើកក្រោយចាំមកចាំយើង explore បន្ថែមដូចខ្ញុំតែងតែនិយាយនៅក្នុង vlog ខ្ញុំអញ្ចឹងគឺខ្ញុំដើរខ្ញុំអត់ចង់របៀបដើរដូចធួដើរមកកន្លែងអឺតអូអញបានទៅ check អា5នាទីក៏រាប់ដែរអញ្ចឹងខ្ញុំអត់ចូលចិត្តដើរអញ្ចឹងទេខ្ញុំចូលចិត្តអត់ហ្មងចាំលើកក្រោយហ្មងនេះគឺមើលផ្លូវអញ្ចឹងជីអញ្ចឹងទៅ60គីឡូមកគីឡូ120គីឡូងាប់ទៅហ្នឹងbiker គេហ្នឹង biker ស្អីទេមួកអត់ពាក់ស្អីអត់អី bike gang ជិះយកម៉ូតូទៅដាក់ផ្ញើនេះគឺ5គីឡូចាំមើលចាំជួបគ្នាទៀតឥឡូវនេះស្ទះផ្លូវហើយជួលម៉ូតូ Okay. No glove. Oh, jangan taruh. Gede banget nih motor. Okay. អូខេ Okay. ទាំងអស់គ្នាឥឡូវនេះធ្វើឯកសារហើយហើយនេះគឺដាក់ម៉ូតូចូលមកក្នុងហើយនេះគឺសោกระดาษពុនកระดาษអីផ្ញើទៅមេដានវិញហើយនេះគឺនេះគីឡូសរុបរបស់យើងគឺនេះគីឡូសរុបរបស់យើងគឺ 5,907.6 គីឡូម៉ែត្រវីវហ្នឹងបាយបាយ CF Rally ពីអាហារបាយចាំជួបគ្នាលើកក្រោយនេះផ្លាកលេខ BK 6416 គុយ RE បាយសំណប់ចិត្តលីដានៅមួយគ្នាមួយខែហើយដល់ថ្ងៃបាយគ្នាអូខេទាំងអស់គ្នាឥឡូវរួចរាល់ហើយអស់ហើយអញ្ចឹងយើងហៅ Grab ទៅហូតែលវិញហើយយើងរៀបចំឲ្យវ៉ាន់ស្អែកឡើងទៅ airport ស្អែកឡើង going back home ហោះទៅផ្ទះវិញអញ្ចឹងជី Grab ទៅតែវិញសិនទាំងអស់គ្នាអូខេទាំងអស់គ្នាមកដល់បន្ទប់វិញនេះកំពុងតែរៀបចំឲ្យវ៉ាន់ដាក់ចូលទីតាំងកន្លែងដើមវាវិញដើម្បីត្រឡប់ទៅខ្មែរយើងវិញហើយអញញ៉ៃខ្លាំងមែនតើតែអីទេដោយសារខ្ញុំដឹងថាអេវ៉ាន់ណានត្រូវទៅកន្លែងណាខ្ញុំមាន system របស់ខ្ញុំមានប្រព័ន្ធនៃការរៀបអេវ៉ាន់របស់ខ្ញុំអញ្ចឹងអត់អីទេ
នេះ Steam Deck ទាំងអស់គ្នាយក Steam Deck មកតាំងពីខ្មែរមកដល់នេះអត់ទាន់បានលេងសូម្បីតែម្ដងនេះអត់ទាន់បានប៉ះសូម្បីតែម្ដងអត់មានពេលលេងសូម្បីតែបន្តិចទេតែស្ពាយតាំងពីខ្មែរមកហើយ Steam Deck នេះគឺនិយាយទៅមានលក់នៅVortex Video Game World តម្លៃកប់សេរីតម្លៃពិសេសហើយគាត់មានលក់ game មានលក់អវ៉ាន់ច្រើនទៀតមិនមានតែ Steam Deck ហ្នឹងទេ PS5 PS4 Nintendo អីគ្រប់បែបយ៉ាងឲ្យតែ video game អញ្ចឹងឥឡូវនេះគឺយើងរៀបអវ៉ាន់សិនហើយស្អែកយើងត្រឡប់ទៅមេតុប្រទេសយើងវិញអូខេគឺយើង pack ហើយនេះ pack ហើយអានេះក៏ pack ហើយដែរអញ្ចឹងយើង ready ហើយស្អែកព្រលឹមឡើងក្រោកមកម៉ោង6ជិះតាក់ស៊ីទៅពលានជើងយន្តហោះខ្ញុំតាមពិតម៉ោង12ទេតែទៅតាំងម៉ោង6ម៉ោងព្រោះផ្លូវស្ទះខ្លាំងណាស់នៅបាលីនេះអញ្ចឹងខ្លាចខកជើងយន្តហោះយ៉ាឥឡូវទៅក្រៅមើល sunset លើកចុងក្រោយនៅក្នុងនៅលើកោះបាលីយ៉ា Christmas time, chasing cars around our head. បងប្អូនទាំងអស់គ្នាដំណើរផ្សងព្រេងលើកនេះគឺមកដល់ទីបញ្ចប់ហើយអញ្ចឹងអរគុណទាំងអស់គ្នាដែលបានតាមដានតាំងពីភាគ1រហូតដល់ភាគចុងក្រោយនេះអញ្ចឹងអរគុណទាំងអស់គ្នាហើយក៏ដូចជាអរគុណទៅដល់អ្នកឧបត្ថម្ភកម្មវិធីទាំងអស់ដែលមានដូចជានាឡិកាដៃ Mark K Select នេះក៏ដូចជាកុំព្យូទ័រ Mark MSI ហាង game និងសម្ភារៈ game Vortex Video Game World ក៏ដូចជាហាង UFO Store និងហាងខ្ញុំផ្ទាល់ By Nature Store ហើយយ៉ាអញ្ចឹងសង្ឃឹមថាគ្នាយើងនឹងគ្រប់គ្រងផលិតផលទាំងអស់នោះដែលគាត់គ្រប់គ្រងខ្ញុំដែលឲ្យខ្ញុំជិះមកធ្វើវីដេអូបែបនេះជិះឆ្ងាយនេះហើយធ្វើ vlog បែបនេះដល់អ្នកគ្នាមើលអញ្ចឹងយ៉ាខ្ញុំអត់មានអីច្រើនទេម្ដងថ្ងៃនេះគឺយើងជិះបាន 5,900 គីឡូដើម្បីបញ្ចប់ចម្ពោះមួយនេះហើយ Daily Observation Indonesia Season 1 នេះគឺចាប់តែប៉ុណ្្នឹងហើយឥឡូវគឺខ្ញុំនៅឆ្នេរសមុទ្រ enjoy sunset លើកចុងក្រោយរបស់ខ្ញុំនៅលើកោះបាលីនេះហើយថ្ងៃស្អែកខ្ញុំហោះទៅខ្មែរវិញហើយជើងយន្តហោះខ្ញុំម៉ោង 12 ថ្ងៃត្រង់អញ្ចឹងខ្ញុំទៅពលានម៉ោង 6 ព្រឹកយ៉ាអញ្ចឹងអរគុណច្រើនហើយសង្ឃឹមថាគ្នាយើងនឹងជួយឲ្យខ្ញុំបាន 400 follower 400k follower នៅលើ Facebook ឆាប់យ៉ាអញ្ចឹងបាយទាំងអស់គ្នាចាំជួបគ្នានៅដំណើរផ្សងព្រេងថ្មីមួយទៀតនៅប្រទេសថ្មីមួយទៀតបាយ In a bed one place, I always remember around this way. Oh yeah, I don't wanna be so lonely, baby. You call the sun, you call the sun, and I say it's alright. Only empty. It seems like it's been here. You call the sun. Đây cho em đây thì nó là nó đấy là nó nhưng mà to từ nó bà ly đấy nhà cái thứ dưới con tôi treo với nhé to bà ly anh mong của anh chơi nó cho mau tập phí ôm nhé rồi từ chạy in quay sân I felt called you up to say that we're only friends, but stare in your head. It's too late to change
phê hay sau mà máu thiết nhìn họ trên trong nghe bị nhập khăn mình thế mình được ra mình ở cho tới cái sủng pia hong hai ấy bà nơi lưng đỏ pi ngay này miền sam tập ngay hay ăn quán tiết men hay khơi kia nên đổ đỏ sam tập pi ngay hay passport ra passport nhóm passport mấy passport cha tại miền tra pin mà passport nó vì hua từ lê là vì những passport mấy ăn miền tra chẳng không hay là vì những cái xua ra nãy passport mấy trơn hay máu hay nhảy với những là vì hai bàn nhôm giò passport cha cái mở tới cái khơi miền visa rọc visa ấy thuộc cái tra ấy prong priệt tới bàn ở đây vậy billion rupeesแล้วคือบ้าน enjoy กาแฟเด้พับหยับเอาแต่บ้านคือกาแฟขนมคล้วนหลายอย่างหรอปิ้วดอมองลางอย่างหรอtới Singapore hơiคนนี้ดอมองลางอย่างหรอtới Singapore hơi ok chạy tới Singapore hỡi họ bị máu đo Singapore sư mẹ nó Singapore bị máu mà họ mà máu cả là tiết đo không mày yeah back home ok cái bao nhóm cứ hà sắp ế nó chọp slab trên họ không nó chọp slab trên họ không hay sách chi pi màu vì này tới Singapore đi Bali tới Singapore ở đây cứ như họ thông miền pi chùa cái lái đá miền pi chùa ban này là 2 hours chân nó thế chăm chùa cái đấy này và liền Singapore One week left and this place is hell. That you said, the way that I pushed it down, called you up to say that we're only friends. It's too late to change. It's too late to change. liền trang trí Singapore hỡi chính tới đô terminal đấy terminal đã công tác cái học tập hay layover nhóm ta làm màu là thế hay muốn nâng nơi Bali đóng cứ nhưng họ đi lễ ai chết cả làm món giống nhóm thợ tái ngậm tích của ta đi nắng thì họ trên cháo ai cài rồi chứ là cái đó một kết bán safe chất bán chuột một cô này chạy của này người ta lại bán ok nên họ trong khói muốn đó vinh đó tiếng vinh màu cả lá tiền màu cả lá vinh đọc máu 2 tiết chấm chụp kia đón tiết nơi tỉa Vinh ăn sơi với mình nữa đấy cái từ lì là vẫn nhung quỳ xua luôn mình thế ở bên quỳ mà chua quỳ mình ai nhá chứ tiết tóm tem vậy nhé
កន្លះម៉ោងទៀតអូខេទាំងអស់គ្នាឥឡូវនេះគឺដល់គូចតុងមកហើយពុកចាំយកកតាប Lone Rider ហើយនិងកតាប Netfox ហើយតបមកគឺកូនខ្ញុំចាំនៅក្រៅបានមកផ្ទះជួបពុនជួបកូនវិញហើយបន្ទាប់ពី 5,900 គីឡូ 32 ថ្ងៃមាន30ថ្ងៃទេ32 31ថ្ងៃ31ថ្ងៃអូខេនេះ Netfox ហើយ Lone Rider មកដល់ហើយមួយទៀតអានេះបាន 5-6 ប្រទេស 6 ជាមួយគ្នានេះ Lone Rider នេះបានប្រហែលប្រទេសជាមួយគ្នាហើយបានមើលថៃម៉ាឡេសិង្ហបុរីឥណ្ឌូបារាំងអេស្ប៉ាញតាប់សំណប់ចិត្តនេះក៏ចឹងដែរនេះច្រើនប្រទេសជាមួយគ្នាមែនតើអញ្ចឹងយើង ready to go out អត់មានកម្រងផ្កាអត់មានកម្រងផ្កាមានតែគេមកចាំផ្ទះដៃសោះអត់មានសន្និសីទកសែតទេអត់មានមិនចឹងសួស្ដីមានម្នាក់ស្គាល់ដែរ